ស្ត្រីម្នាក់ដែលតែងតែជំរុញលើកទឹកចិត្តខ្ញុំ ជាម្ដាយរបស់ខ្ញុំ ជាអ្នកម្ដាយ ជាអ្នកម្ដាយរបស់ខ្ញុំ អ្នកម្ដាយរបស់ខ្ញុំ ខ្ញុំឃើញថាគាត់គឺជាមនុស្សស្រីម្នាក់ដែលរឹងមាំខ្លាំងមែនទែន គាត់តែងតែអប់រំ ដូចយើងនៅពីក្មេងរហូតដល់យើងធំមានគ្រួសារមានប្តីមានកូនក៏ដោយគាត់នៅតែស្រឡាញ់និងថែទាំបារម្ភពីយើងគ្រប់ពេលវេលា ពីដើមឡើយមកគឺនារីតែងតែទទួលបាននៅអត់សូវឲ្យតម្លៃឬក៏អត់សូវមានឱកាសបច្ចុប្បន្នខ្ញុំឃើញថា នារីហើយនិងបុរសក៏មានសិទ្ធិស្មើគ្នានៅក្នុងការធ្វើការ មិនថាតែនៅក្នុងបរិយាកាសការងារមិនថាតែនៅក្នុងក្រុមគ្រួសារ បុរសក៏អាចជួយមើលកូនជួយថែទាំបោសសម្អាតផ្ទះដូចជាស្ត្រីទីទៅការងារស្មើភាពគ្នា ទិវាសិទ្ធិនារីអន្តរជាតិ8មីនាខាងមុខនេះខ្ញុំជូនពរឲ្យស្ត្រីគ្រប់រូប ឲ្យមានសុខភាពល្អសំណាងល្អ ហើយត្រូវដឹងថាអ្នកទាំងអស់គ្នាគឺមានសិទ្ធិសេរីភាពនិងមានសមត្ថភាពល្អមិនចាញ់បរិះនៅទេ ស្ត្រីមិនគួរតែនៅតែមួយកន្លែងទេគឺត្រូវតែស្វែងរកចំណេះដឹងដើម្បីទៅឃើញឱកាសថ្មីៗបន្ថែមទៀតខ្ញុំសូមប្រាថ្នាដល់ក្មេងស្រីគ្រប់រូបក៏ដូចជាស្ត្រីទាំងអស់សូមកំបោះអំប្តីសម័យរបស់ខ្លួនទោះបីជាក្នុងកលៈទេសៈដែរក៏ដោយ ស្ត្រីគឺអាចធ្វើបាន